នឹងឯស្អែកហ្នឹងការរងចាំរបស់អ្នកទាំងអស់គ្នាគឺនឹងចូលមកដល់ server ផ្លូវការរបស់យើងហើយជាមួយនឹង skin ថ្មីរបស់ Grok ដែលត្រូវជា skin collector Titan ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំនោះហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកនិយាយពីរបៀបចាប់យកជាមួយនឹង skin collector ដែលយើងចំណាយ diamond ឬក៏ crystal aurora គឺអស់តិចបំផុតហើយនេះគឺជា skin collector និង skin lucky box ដែលមកជាមួយនឹង skin collector របស់ Grok ដែលនៅក្នុងហ្នឹងគឺមានជាមួយនឹង skin collector របស់ Link Pasa ជា skin ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំហ្នឹងហើយមានជាមួយនឹង skin collector របស់ Edit និង Clean ហើយសម្រាប់ skin lucky box គឺមានជាមួយនឹង skin របស់ Hanabi, Alucard និង Roger អញ្ចឹងមុននឹងខ្ញុំទៅនិយាយពីរបៀបចាប់នៅក្នុង event skin collector ហ្នឹងសម្រាប់គ្នាយើងអ្នកដែលរកកន្លែង top up diamond ដែលមានភាពងាយស្រួលនិងរហ័សគឺគ្នាយើងអាចមក top up diamond ជាមួយនឹងខ្ញុំបានដែលមានតម្លៃសមរម្យនិងសុវត្ថិភាពដល់ account 100%ហើយសម្រាប់ការ top up diamond គឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានហើយអ្នកទាំងអស់គ្នាក៏អាចទៅ top up diamond ក៏ខ្លួនឯងក៏បានដែរគឺ top up តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store ជាដំបូងគឺយើងមកមើលនៅកន្លែង draw សិនហើយនៅកន្លែង draw ហ្នឹងគឺដូចតែ event skin collector ផ្សេងៗដែរទេគឺមានការ discount 50% សម្រាប់ការប្រវល់1គុណហើយសម្រាប់ការប្រវល់10គុណហ្នឹងគឺមានការ discount 30%និយាយទៅសម្រាប់ការ draw នៅក្នុង event skin collector ហ្នឹងគឺវាដូចតែគ្នាទេអញ្ចឹងសម្រាប់ការប្រវល់ដំបូងជាដំបូងហ្នឹងគឺនៅពេលដែល event ហ្នឹងចេញមកគឺអ្នកទាំងអស់គ្នាត្រូវប្រវល់ម្ដងសិនដែលប្រវល់ម្ដងហ្នឹងគឺអស់50 diamond តែមានការ discount 50% គឺយើងនៅសល់ត្រឹមតែ25 diamond ទេហើយបន្តមកទៀតគឺយើងចូលទៅ claim យកជាមួយនឹង ticket នៅពេលដែលយើង log in ដំបូងហ្នឹងគឺយើងនឹងទទួលបានមួយ ticket ដែលយើងអាចប្រវល់បានម្ដងទៀតគឺយើងអត់មានចំណាយ diamond ទេបន្តមកទៀតគឺអ្នកទាំងអស់គ្នាត្រូវប្រវល់10ដងនៅកន្លែង discount 30% ហ្នឹងព្រោះកន្លែងហ្នឹងគឺគេ discount ឲ្យយើងលើកដំបូងអ្នកគ្នាអញ្ចឹងយើងប្រវល់លើកដំបូងហ្នឹងគឺអស់ត្រឹមតែ350 diamond ទេហើយបន្តមកទៀតគឺនៅពេលដែលអ្នកទាំងអស់គ្នាចំណាយអស់350 diamond ហ្នឹងគឺអ្នកទាំងអស់គ្នាអាចចូលទៅ claim យកជាមួយនឹង ticket នៅកន្លែងយើងចំណាយ100 diamond ហ្នឹងគឺបានមួយ ticket គឺយើងអាចប្រវល់បានម្ដងទៀតហើយយើងអត់មានចំណាយ diamond ទេហើយមកទៀតគឺយើងទៅ claim យកកន្លែង250 diamond ហ្នឹងគឺយើងបាន2 ticket ទៀតដែលយើងប្រវល់គឺអត់មានចំណាយ diamond ទេហើយបន្តមកទៀតគឺអ្នកទាំងអស់គ្នាទិញជាមួយនឹង Starline មួយមកគឺអ្នកទាំងអស់គ្នាចំណាយត្រឹម300 diamond នៅពេលដែលអ្នកទាំងអស់គ្នាទិញជាមួយនឹង Starline ហើយគឺអ្នកទាំងអស់គ្នានឹងទទួលបាន2 ticket មកបន្ថែមទៀតអញ្ចឹងយើងអាចប្រវល់បាន2ដងទៀតដោយយើងមិនចំណាយ diamond ទេហើយខ្ញុំសូមបញ្ជាក់ដល់អ្នកទាំងអស់គ្នាបន្តិចចំពោះការចំណាយ diamond ដើម្បីយកជាមួយនឹងការ free ticket ហ្នឹងគឺយើងចំណាយ diamond នៅក្នុងការប្រវល់នៅក្នុង event skin collector បានយើងអាចទទួលបានជាមួយនឹង ticket ហ្នឹងណាតែបើយើងយក diamond ទៅចំណាយកន្លែងផ្សេងគឺគេអត់ឲ្យ ticket ហ្នឹងទេហើយមួយទៀតសម្រាប់គ្នាយើងអ្នកដែលសន្សំជាមួយនឹង crystal aurora គឺអ្នកទាំងអស់គ្នាអាចបើកតាមការណែនាំហ្នឹងក៏បានដែរអ្នកទាំងអស់គ្នាគឺអត់មានអីពិបាកនោះទេគឺនិយាយទៅ crystal aurora ជាមួយនឹង diamond ហ្នឹងគឺវាដូចតែគ្នាទេប៉ុន្តែអ្នកទាំងអស់គ្នាកុំច្រឡំនៅពេលដែលគេឲ្យយើងចំណាយ diamond ហ្នឹងទោះជាយើងបើក crystal aurora ក៏គេអត់ complete ឲ្យដែរតោះតែយើងចំណាយ diamond បានគេ complete ឲ្យបើយើងនិយាយឲ្យស្រួលយល់ទៅចំពោះការ complete test ដើម្បីយកជាមួយនឹង ticket ហ្នឹងគឺយើងត្រូវចំណាយ diamond តែចំពោះការបើកធម្មតាគឺយើងអាចបើកជាមួយនឹង crystal aurora ក៏បានដែរហើយនេះគឺជា skin starline ប្រចាំខែមេសាគឺបានទៅលើ hero សៀនធានអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលរងចាំយកនឹង skin starline ហ្នឹងក៏ចេញថ្ងៃស្អែកដូចគ្នាហើយអ្នកទាំងអស់គ្នាអាចទិញតាមកញ្ចប់ណែនាំដែលខ្ញុំបានបង្ហាញឲ្យអ្នកទាំងអស់គ្នានេះក៏បានដែរចូលមកដល់ថ្ងៃទី2ដល់ថ្ងៃទី8គឺយើងត្រូវបើកមួយថ្ងៃម្ដងរយៈពេល7ថ្ងៃដែលយើងបើកម្ដងគឺអស់50 diamond តែទទួលបានការ discount 50% គឺអស់ត្រឹមតែ25 diamond ទេហើយអ្នកទាំងអស់គ្នានឹងទទួលបាន3 ticket បន្ថែមទៀតនៅពេលដែលយើងចំណាយគ្រប់500 diamond អញ្ចឹងយើងអាចប្រវល់បាន3ដងទៀតគឺយើងអត់មានត្រូវចំណាយ diamond ទៀតទេហើយនៅកន្លែងដែលយើងទទួលបាន3 ticket បន្ថែមទៀតហ្នឹងគឺខ្ញុំបញ្យល់ឲ្យអ្នកទាំងអស់គ្នាបានយល់នៅពេលដែលថ្ងៃទី1គឺយើងមិនប្រវល់អស់350 diamond អញ្ចឹងយើងយក350 diamond បូកជាមួយនឹង175 diamond ទៅគឺវាស្មើ525 diamond អញ្ចឹងយើង complete នៅកន្លែងចំណាយ500 diamond ហ្នឹងគឺយើងបាន3 ticket ទៀតចូលមកដល់ថ្ងៃទី9គឺយើងប្រវល់ម្ដងទៀតទៅគឺយើងទទួលបានការ discount 50% អញ្ចឹងគឺយើងប្រវល់ម្ដងអស់ត្រឹមតែ25 diamond ទេបន្តមកទៀតគឺយើងនឹងទទួលបានមួយ ticket បន្ថែមទៀតចេញពីកន្លែង draw revamp នៅពេលដែលយើងប្រវល់គ្រប់ចំនួន20ដងអញ្ចឹងយើងបានមួយ ticket បន្ថែមទៀតដែលយើងប្រវល់ម្ដងទៀតគឺអត់មានចំណាយ diamond ទេហើយចូលមកដល់ថ្ងៃទី10ដល់ថ្ងៃទី24គឺយើងត្រូវប្រវល់មួយថ្ងៃម្ដងរយៈពេល15ថ្ងៃដែលយើងប្រវល់ម្ដងគឺអស់50 diamond ហើយមានការ discount 50% ហ្នឹងគឺយើងអស់ត្រឹមតែ25 diamond ទេអញ្ចឹងយើងប្រវល់15ដងគឺយើងអស់375 diamond ចូលមកដល់ថ្ងៃទី25រហូតដល់ថ្ងៃទី28គឺយើងប្រវល់មួយថ្ងៃម្ដងរយៈពេល4ថ្ងៃដែលមានការ discount 50% គឺអស់25 diamond យើងប្រវល់4ដងគឺអស់100 diamond ហើយនៅពេលដែលយើងប្រវល់គ្រប់4ដងហ្នឹងគឺវាស្មើនឹងការប្រវល់40ដងគឺយើងទទួលបានមួយ ticket បន្ថែមទៀតចេញពីកន្លែង draw revamp អញ្ចឹងយើងអាចប្រវល់បានម្ដងទៀតដោយយើងអត់មានចំណាយ diamond ទេហើយចូលមកដល់ថ្ងៃទី29ដល់ថ្ងៃទី31គឺជាថ្ងៃប្រវល់ចុងក្រោយហើយដែលយើងប្រវល់មួយថ្ងៃម្ដងហ្នឹងរយៈពេល3ថ្ងៃដែលទទួលបានការ discount 50% គឺនៅសល់ត្រឹមតែ25 diamond ទេអញ្ចឹងយើងប្រវល់3ដងគឺអស់75 diamond អញ្ចឹងនៅពេលដែលយើងប្រវល់គ្រប់ប៉ុណ្ណឹងគឺអ្នកទាំងអស់គ្នានឹងទទួលបានជាមួយនឹង skin
collector មួយហើយឬក៏យើងអាចថែមទិញទួយទៀតគឺយើងនឹងទទួលបានជាមួយនឹង skin collector ឯអ្នកនរគ្នាគឺអត់មានអីពិបាកទេហើយបើយើងសរុបពីការប្រវល់របស់យើងគឺយើងប្រវល់អស់52ដងដែលយើងចំណាយ diamond គឺអស់ត្រឹមតែ1125 diamond តែប៉ុណ្ណោះអញ្ចឹងមិនថាអ្នកទាំងអស់គ្នាយក diamond ទៅប្រវល់ឬក៏យក crystal aurora ទៅប្រវល់គឺវាដូចតែគ្នាទេហើយបើសិនជាអ្នកទាំងអស់គ្នាធ្វើតាមការណែនាំហ្នឹងហើយអ្នកទាំងអស់គ្នានៅតែមិនបាន skin ទៀតលក្ខណៈថាអ្នកទាំងអស់គ្នាសើយអ្នកគ្នាគឺវានៅខ្វះបន្តិចតួចទៀតគឺអ្នកទាំងអស់គ្នាអាចថែមជា crystal aurora ទៅបើកបន្ថែមឬក៏ diamond ទៅបើកបន្ថែមតិចទៅគឺអ្នកទាំងអស់គ្នានឹងបានហើយនិយាយខ្លីទៅគឺយើងចំណាយប៉ុណ្ណឹងគឺយើងអាចទទួលបានជាមួយនឹង skin collector ហើយខ្ញុំគិតថាខ្ញុំបញ្យល់ដល់អ្នកទាំងអស់គ្នាប៉ុណ្ណឹងគឺអ្នកទាំងអស់គ្នាអាចយល់បានហើយបើសិនជាអត់យល់ទេគឺអ្នកទាំងអស់គ្នាមើលម្ដងទៀតទៅព្រោះដោយសារតែខាងការបញ្យល់ហ្នឹងគឺខ្ញុំដាក់អក្សរខ្មែរដាក់អីឲ្យអ្នកទាំងអស់គ្នាបានឃើញទៀតអញ្ចឹងគឺវាអត់មានអីពិបាកយល់ទេអូខេអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចចុច like នៅវីដេអូនេះម្នាក់មួយដើម្បីឲ្យ YouTube រុញវីដេអូនេះឡើងទៅឲ្យអ្នកដែលគាត់មិនទាន់បានឃើញគាត់បានឃើញវីដេអូនឹងផងដែរហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ share វីដេអូនេះបានច្រើនទៅដើម្បីឲ្យគ្នាយើងអ្នកដែលគាត់ចង់ sell diamond ឬក៏ចង់ sell ជាមួយនឹង crystal aurora អីឲ្យគាត់បានឃើញនិងធ្វើតាមផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយ